ជំរាបសួរបងខ្ញុំឈ្មោះភិរមមកពីភ្នំពេញជាមួយក្រុមការងារខាង AGS Cambodia ហើយចំពេលដែលព្រះអាទិត្យរះចំអង្គរវត្តតែម្ដងពិតជាសប្បាយរីករាយមែនទែនហើយឃើញថាអស្ចារ្យមែនទែននេះជាលើកទី1ក្នុងជីវិតរបស់ខ្ញុំហើយអ្វីដែលកាន់ពិសេសគឺមកជាមួយក្រុមការងារសិតតែជាអ្នកដែលយល់ចិត្តអញ្ចឹងហ៎បងអញ្ចឹងសប្បាយចិត្តមែនទែនហើយក៏ចៃដន្យជួបបងបាទបងខ្ញុំពិតជានឹកគិតមិនដល់ថាខ្មែរយើងដូនតារបស់យើងពួកគាត់សិតតែអ្នកមានចំណេះដឹងកម្រិតណាទេបើគាត់កសាងហើយដូចជាគាត់គិតពីតារាសាស្ត្រថាពេលព្រះអាទិត្យរះមកចំពេលនឹងអីចឹងណាហើយទៅតាំងខ្មែរតាំងបរទេសសិតតែពួកគាត់សិតតែអស្ចារ្យចំពោះភាពអច្ឆរិយៈនៃដូនតារបស់យើងហើយនឹងការដែលពួកគាត់រៀបចំគិតដល់កូនដល់ចៅនៅប្រទេសយើងផងដែរបាទពិតជាមិនគួរឲ្យជឿមែនទែនគុំថាខ្ញុំថាគឺថាមនុស្សច្រើនណាស់ជាតិទាំងអន្តរជាតិហើយនេះប្រទេសរបស់យើងកំពុងតែប្រឈមនឹងបញ្ហាប៉ុន្តែក៏នៅតែមានសន្តិភាពប្រជាបរទេសទាំងខ្មែរយើងនៅទីក្រុងសៀមរាបមានហៅថាការសណ្ដាប់ធ្នាប់បានល្អការរៀបចំទទួលស្វាគមន៍ភ្ញៀវកិត្តិយសនិងហើយពួកអ្នកដែលចូលរួមទាំងអស់ពួកគាត់ក៏មានសណ្ដាប់ធ្នាប់ដែរពួកគាត់ជួយគ្នាយកអធិស្ឋានគ្នាពួកអីពេលចូលមកតាំងម៉ោង4បង2ម៉ោងជាងព្រមតែព្រះអាទិត្យរះចំកណ្ដាលកំពូលអង្គរវត្តនេះហើយពួកយើងបានមើលឃើញភាពអស្ចារ្យទាំងអស់គ្នាសង្ឃឹមថាបងពួកគាត់នឹងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ហើយភាពអស្ចារ្យនៅក្នុងខេត្តសៀមរាបអង្គរវត្តរបស់យើងផងដែរបាទព្រះអាទិត្យដែលកំពុងតែរះមកចំភ្នែករបស់ពួកយើងនេះគឺថានៅពីក្រោយអង្គរវត្តហើយចំពេលដែលស្មៅគឺលាស់ខៀវខ្ចីនៅពេលព្រឹកព្រលឹមហើយសន្សើមនោះមកពណ៌មាសផ្លេកចាំងតែម្ដងបាទចាំងថាលើកសម្រស់អ្នកដែលថតជាមួយបរិយាកាសនៅអង្គរវត្តផងដែរបាទលេងអង្គរវត្តថ្ងៃនេះដែរគឺសម្រាប់ខ្ញុំគឺឃើញទស្សនវិជ្ជាទៅគឺបានឃើញបងបរដ្ឋខ្មែរយើងទាំងបរទេសរបស់និងប្រទេសផ្សេងបានមកទស្សនានៅសមារាត្រីនេះគឺថ្ងៃទី1ហើយដឹងថាសមារាត្រីមានរយៈពេល3ថ្ងៃហើយ2ដងក្នុងមួយឆ្នាំអញ្ចឹងឃើញថាភ្ញៀវទេសចរបានមានចំណាប់អារម្មណ៍ខ្លាំងមែនទែនតើរឿងហើយប្រាសាទអង្គរវត្តគឺជាប្រាសាទជាបេតិកភណ្ឌពិភពលោកអញ្ចឹងមានការតាក់ទាញភ្ញៀវទេសចរមែនទែនហើយសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរនិងខ្មែរក្នុងក្រៅប្រទេសឲ្យមកលេងរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នាដើម្បីលើកនៅកេរដំណែលវប្បធម៌របស់ប្រជាពលរដ្ឋយើងដែលបានបន្សល់ទុកឲ្យកូនចៅចំនួនបាទហើយសម្រាប់ប្រទេសយើងពេលនេះគឺមានសុវត្ថិភាពល្អជាងសំណូមពរដល់ភ្ញៀវជាតិអន្តរជាតិអាចមកលេងបានគឺសុខសុវត្ថិភាពស្រស់ស្អាតមែនទែនគឺជាមរតកដូនតាហើយជិត1000ឆ្នាំហើយនៅតែស្រស់ស្អាតហើយសំខាន់បំផុតគឺថ្ងៃរះចំកំពូលប្រាសាទដែលជារឿងមួយដែលអស្ចារ្យមែនទែនណាអញ្ចឹងយើងកុំឲ្យឱកាសនេះយើងគួរតែមានចំណាយពេលវេលាដើម្បីមកទស្សនាទស្សនវិជ្ជាដ៏អស្ចារ្យនេះជាលើកទី1សម្រាប់ខ្ញុំដែលខ្ញុំមកចាខ្ញុំមកពីរតនគិរីពូតែពេលនេះខ្ញុំមានឱកាសដែលមកជាមួយនឹងធីមការងាររបស់ពួកខ្ញុំដែលមកចំថ្ងៃដែរព្រះអាទិត្យរះកណ្ដាលកំពូលប្រាសាទមានអារម្មណ៍ថាអស្ចារ្យដែលឃើញថាវីរបុរសរបស់យើងដែលគាត់កសាងដែលពួកគាត់រៀបចំបានល្អមានច្រើនសាសនិយាយរួមចង់ស្ទើរគ្រប់ទាំងសាសមិនថាប្រទេសអ្នកនៅក្រៅប្រទេសម្នាក់នៅស្រុកមានឱកាសខ្ញុំនឹងមកបន្តទៀតដើម្បីឃើញជាលើកទី2លើកទី1បងបណ្ដាខ្ញុំមកសៀមរាបច្រើនដងមែនទែនបើថាខ្ញុំមកមើលថ្ងៃធម្មតាក៏ខ្ញុំមកមើលថ្ងៃរះដែរតែអត់សូវបានជោគជ័យសោះតែលើកនេះគឺសប្បាយចិត្តមែនទែនព្រោះអីបានមើលព្រឹត្តិការណ៍ថ្ងៃរះហើយបានមើលឃើញច្បាស់អញ្ចឹងណាគាត់បើឃើញគេនិយាយតាម Facebook ឬក៏តាមបណ្ដាញសង្គមមិនដែលលើឃើញខ្លួនឯងសប្បាយចិត្តបាទបងគឺអញនិយាយថាមានមោទនភាពដែលកើតឡើងជាកូនខ្មែរហើយយើងមានដូនតាយើងដែលជាអ្នកដែលកសាងអង្គរវត្តហើយនឹងកសាងសមិទ្ធផលផ្សេងទៀតដែលជាមរតកមានមនុស្សច្រើនមែនទែនលើសពីអីដែលខ្ញុំរំពឹងទុកច្រើនសារមួយរយៈមុនយើងមានបញ្ហាយើងគិតថាភ្ញៀវទេសចរអត់មានច្រើនតែនេះច្រើនមែនទែនទាំងភ្ញៀវជាតិយើងទាំងភ្ញៀវអន្តរជាតិហើយពេលឃើញឲ្យរំភើបព្រោះឃើញមនុស្សច្រើនសម្រាប់ធ្នាប់បាទសម្រាប់ធ្នាប់គឺខ្ញុំឃើញល្អគឺយើងទាំងអស់គ្នាគឺមានរបៀបរៀបរយល្អយើងចេះចាត់ចែងកន្លែងអង្គុយហើយយើងអត់ប្រជិតគ្នាយើងអត់នេះចឹងណាបងហើយឃើញមានអាជ្ញាធរអប្សរាគាត់សម្រួលទៅលើបញ្ហាផ្សេងៗនៅក្នុងជុំវិញនឹងដែរ
បាទសម្រាប់ខ្ញុំផ្ទាល់ខ្លួនពេលមកដល់សៀមរាបយើងមានអារម្មណ៍ថាមានសុវត្ថិភាពអានឹងសម្រាប់ខ្ញុំណាចឹងខ្ញុំជឿថាបងប្អូនទេសចរដែលមកពីបណ្ដាប្រទេសផ្សេងៗក៏គាត់មានអារម្មណ៍ដូចគ្នាដែរបើគាត់យល់ថាប្រទេសយើងមានសន្តិភាពហើយប្រទេសយើងមានសណ្ដាប់ធ្នាប់មានសន្តិសុខល្អទើបគាត់សម្រេចចិត្តមកនោមពរទៅដល់បងប្អូនទាំងអស់គ្នាហើយយើងលើកកម្ពស់វិស័យទេសចរក្នុងស្រុកហើយក៏ដូចជាការដែលយើងចូលរួមចំណែកពេលដែលយើងមកនេះយើងមើលព្រឹត្តិការណ៍យើងមើលកដងអ្វីដូនតាយើងមិនសោះទុកផងហើយយើងក៏បានជួយសេដ្ឋកិច្ចជាតិក្នុងការដែលតើបងប្អូនជាជននៅទីនេះដែរហើយមួយទៀតយើងជួយផ្សព្វផ្សាយគ្នាទាំងអស់គ្នាទៅនឹងវប្បធម៌របស់យើងមានអ្វីៗល្អច្រើនណាស់អញ្ចឹងយើងជួយផ្សព្វផ្សាយគ្នាបាទ